បាទតាមពិតទៅ Vivo គឺជាប់ឈ្មោះជាទូរស័ព្ទដែលមានកាមេរ៉ាថតស្អាតបាទកាមេរ៉ាថតស្អាតកាមេរ៉ាថតច្បាស់បាទជាពិសេសគឺថតស្អាតហ្នឹងហ្មងបាទportrait របស់គេគឺថតមនុស្សមកគឺស្អាតហ្មងបាទអញ្ចឹងបងដែលមិនសូវចូលចិត្ត edit បាទមិនសូវចូលចិត្តចំចាយពេលទៅលើការ edit រូបអីបាទគឺយើងថតភ្លាមគឺយើងផុសបានភ្លាមហ្មងបាទមិនថាទេសភាពមិនថារូបមនុស្សទេគឺ Vivo គឺឲ្យសម្រស់មកគឺបាទគឺស្អាតបាទ smooth ហ្មងបាទហើយកម្លាំងម៉ាស៊ីនឆាងសាកថ្មក៏កាន់បាទសេវាក៏ខ្លាំងនេះគឺ Vivo X200 Pro បាទកម្លាំងម៉ាស៊ីនក៏ខ្លាំងបាទគេសហការជាមួយនឹង color ស្អីបាទកាមេរ៉ារបស់គេបាទហើយ periscope របស់គេគឺធំមែនតើបាទក្រប lens គឺប៉ិនម្រាមដៃយើងហ្នឹងបាទធំមែនតើបាទប៉ុន្តែសម្រាប់Vivo X200 Pro នេះគឺគេប្រើតែ lens ចំនួន3គ្រាប់ប៉ុណ្ណោះបាទ periscope lens call ជាមួយនឹង ultra wide បាទរូបរាងរបស់គេ design បែបអេក្រង់បាទកោងតិចមកកោងគេមិនតិចមែនតើតែបើសម្រាប់ខ្ញុំគឺបើសិនជាគេអាចធ្វើអេក្រង់ត្រង់ស្មើហ្មងល្អបាទព្រោះអេក្រង់ស្មើវាងាយស្រួលទៅលើការថែទាំដូចជាការប្រើប្រាស់ screen កញ្ចក់បិទពីលើបាទគឺងាយស្រួលមែនតើប្រភេទអេក្រង់កោងតិចបែបនេះគឺយើងបិទបានតែ screen plastic បាទ screen gel បាទអញ្ចឹងពេលដែលធ្លាក់ទៅគឺអត់មានភាពធន់ជាមួយនឹងការធ្លាក់បែកទេគឺធ្លាក់គឺអាចប៉ះពាល់អេក្រង់ហើយបាទបើយើង screen កញ្ចក់ពេលធ្លាក់អាចបែកតែកញ្ចក់ទេអញ្ចឹង screen ខាងក្នុងអត់អីទេ Vivo X200 Pro មួយទឹកបាទមានប្រអប់ជាមួយឆាងសាកតេជនបងប្អូនធ្វើការអីតំណទៅមក Facebook ខ្ទមស្រែបានបាទ Facebook ខ្ទមស្រែបាទឃើញបងប្អូនតេជនតំណទៅមកតាម YouTube ច្រើនណាបាទជើងមានតម្រូវការលើទូរស័ព្ទស៊េរី Android ស៊េរីខ្ពស់ៗអាចតំណបាន